ស៊ីម្នាក់គឺចង់សម្លាប់ខ្ញុំមិនដឹងជាប្រមាណដងប៉ុនផងសម្រាប់ខ្ញុំគុកខំបាញ់នៅមុខរដ្ឋជំនាញគុកខំបាញ់នៅក្រសួងមហាផ្ទៃជួលគេបាច់មិនដឹងប្រមាណដងតែសំណាងល្អខ្ញុំមិនស្លាប់តែយើងអស់នេះថាមិនទាន់ស្លាប់ទេប៉ុន្តែតារាថាខ្ញុំមានជីវិតសម្រាប់រាងកាយខ្ញុំមិនកើតចង់សម្លាប់នយោបាយអញ្ចឹងកាត់ទោសសំរងស៊ីឥឡូវនេះខ្ញុំជាប់ត្រូវឈប់គុក14ឆ្នាំហើយបើខ្ញុំធ្លាប់ហើយពីមុនមករាប់10ឆ្នាំកាត់ទោសខ្ញុំដកអភ័យឯកសិទ្ធិដេញពីរដ្ឋសភាគឺធ្វើមិនកម្ចាត់សំរងស៊ីឲ្យបានខ្ញុំសូមជម្រាបបងប្អូនថាខ្ញុំអត់ខ្វល់នឹងជាកិត្តិយសរបស់ខ្ញុំបើយួនឲ្យពួកអាយ៉ងយួនចង់កម្ចាត់សំរងស៊ីមានន័យថាសំរងស៊ីធ្វើត្រូវសំរងស៊ីធ្វើទៀតសំរងស៊ីធ្វើខ្លាំងជាងមុនទៀតបើហ៊ុនសែនសរសើរសំរងស៊ីហ៊ុនសែនជួយសំរងស៊ីមានសន្តានាពិសេសអីជាមួយហ៊ុនសែនអត់ស្រួលទេបងប្អូនកុំទុកចិត្តសំរងស៊ីប៉ុន្តែគឺរូបខ្ញុំនៅប្រឈមមុខស្លាប់រស់ប្រឆាំងជាមួយពួកអាយ៉ងយួនគឺខ្ញុំធ្វើត្រូវឲ្យខ្ញុំការពារជាតិឲ្យសូមបងប្អូនជួយសំរងស៊ីគណៈបកសំរងស៊ីផងចាំខ្ញុំមិនចាំបាច់និយាយបែងឆ្ងាយទេបងប្អូនរឿងខ្លះខ្ញុំនិយាយបានរឿងខ្លះខ្ញុំនិយាយមិនទាន់បានខ្ញុំទៅបងប្អូនជាតែសូមបងប្អូនជ្រាបថាអ្វីដែលខ្ញុំតែខ្ញុំប៉ុនប៉ខិតខំធ្វើបានសម្រេចបានសម្រេចគឺគោលបំណងតែមួយគត់គឺស្រោចស្រង់ប្រទេសជាតិនេះពួកខ្ញុំដឹងថា10ឆ្នាំទៀតបើយើងមិនដួលរលំដូររបបប្រទេសជាតិយើងសាបសូន្យហួសពេលហើយជួនចូលពេញសភហើយឥឡូវស្ទើរតែពិបាករឿងសម្រាប់ថាឲ្យ10ឆ្នាំទៀតចឹងតនខ្មែរយើងនៅច្រើនជាងយួនឥឡូវជួនមកបន្លំធ្វើខ្មែរមកបោះឆ្នោតជាមួយខ្មែរបន្តិចទៀតនឹងបោះឆ្នោតជំនួសខ្មែរពេលពួកពេលដែរមកឥឡូវយើងនៅ10ឆ្នាំថា10ឆ្នាំទៅចំពោះមុខយើងចោះខ្ញុំសូមអំពាវនាវឲ្យបងប្អូនថាគឺជាបងប្អូនពីមុនធ្លាប់ធ្វើពីគ្រប់គ្រងណាគណៈបកណាឬមិនបានធ្វើអីតែឥឡូវនេះខ្ញុំសូមអំពាវនាវឲ្យបងប្អូនសូមបងប្អូនញាក់ទឹកឃើញច្បាស់ថាបើយើងមិនរើបំរាស់យើងមិនដូរនយោបាយនៃអ្នកដឹកនាំប្រទេសកម្ពុជាសប្តាហ៍នេះជាតិយើងនឹងរលាយអត់មានពេលនិយាយអីទៀតទេបងប្អូនរឿងអីផ្សេងទៀតអត់សំខាន់ទេរឿងបុគ្គលរឿងគណៈបករឿងអីអត់សំខាន់រឿងជាតិយើងដែលកំពុងតែស្លាប់ហើយត្រូវនិយាយការពិតកុំតែឡប់ឡាឃោសនាគឺបងប្អូននៅ Lowell នឹងមើលស្អីបាយ័នអីអប្សរាស៊ីទីនេះខសុតអត់ឲ្យឃើញតែស្អីសុភាពការសបាយរំរែកអីប៉ុន្តែតែការពិតដែលជាតិយើងកំពុងតែស្លាប់គេអត់និយាយសុភាពការជាក់ស្ដែងនយោបាយយួនសម្រាប់ខ្មែរនេះសម្រាប់តែជាក់សម្រាប់ជ្រៅណាស់សម្រាប់បន្តិចម្ដងយួនវានៅពីក្រោយខ្មែរក្រហមសម្រាប់ឆៅសម្រាប់ឆាប់សម្រាប់លៀមសម្រាប់សាហាវឲ្យស្លាប់លៀមតែឥឡូវនេះហ៊ុនសែនសម្រាប់យើងបន្តិចម្ដងខ្មែរក្រហមសម្រាប់2លានអ្នកក្នុងរយៈពេល3ឆ្នាំ4ឆ្នាំតែហ៊ុនសែនមិនចាំបាច់សម្រាប់ឆាប់ទេគឺកាន់តែ30ឆ្នាំហើយនយោបាយគេធ្វើឲ្យខ្មែរស្លាប់បន្តិចម្ដងស្លាប់ដោយមិនដឹងខ្លួនទឹកស្មានអូអានឹងកាត់ផលដោយសារយើងក្រដោយសារយើងឈឺគេធ្វើឲ្យយើងក្រពេលយើងឈឺណាអត់មានថ្នាំសង្កូវទៅពេទ្យយើងស្លាប់យើងអត់បានគេសម្លាប់ទោះជាមិនទាន់សម្លាប់រាងកាយយើងគេសម្លាប់ពលឹងយើងហើយឲ្យយើងរស់ជាសត្វអត់មានពលឹងអានឹងស្រួលបញ្ចប់ជីវិតយើងហើយសម្រាប់ពលឹងយើងណាយើងមើលកម្រិតសិលធម៌កញ្ចក់កម្រិតវប្បធម៌កញ្ចក់អស់ដឹងខុសដឹងត្រូវអស់ចេះគិតវែងឆ្ងាយគិតអនាគតក្រពេកទៅអត់មានគិតពីជាតិនឹងតែជាតិនឹងស្អីឈប់គិតអត់មានគិតពីយុទ្ធធម៌មិនដឹងយុទ្ធធម៌មានន័យថាមិនចង់រស់តែម្នាក់ឯងអត់មានគិតពីអនាគតវែងឆ្ងាយរស់ពីមួយថ្ងៃទៅមួយថ្ងៃ